សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel រឿងនិទានវេទមន្តខ្មែរទាំងអស់គ្នាមុននឹងចូលទៅកាន់សាច់រឿងសូមបងប្អូនជួយចុច Subscribe ម្នាក់មួយដើម្បីតាមដាននិងទទួលបានវីដេអូថ្មីៗពីយើងខ្ញុំលោកគ្រូកែវប៉ះអសរាដៃលោកគ្រូកែវបានមកដល់រាជធានីមាសដែលជាបេះដូងនៃអាយធម៌មនុស្សនិងជាទីតាំងនៃប្រាសាទពន្លឺដែលជាប្រភពថាមពលការពារពិភពលោកមិនដូចលោកគ្រូភឿននិងលោកគ្រូឋានដែលប្រឈមមុខនឹងសត្រូវលាក់មុខលោកគ្រូកែវបានឃើញសត្រូវរបស់លោកយ៉ាងច្បាស់អសរាដៃវាមានរូបរាងធំមហិមាខ្ពស់ស្មើភ្នំរាងកាយរបស់វាបង្កើតឡើងពីដែកថែបខ្មៅងងឹតដែលឆ្លុះបញ្ចាំងពន្លឺថ្ងៃហាក់ដូចជាគ្មានមន្តអាគមអ្វីអាចទម្លុះបានផ្នែករបស់វាជាអណ្ដាតភ្លើងនរកពណ៌ក្រហមឆ្អៃគ្រប់ជំហានរបស់វាធ្វើឲ្យដីរញ្ជួយហើយគោលដៅរបស់វាគឺប្រាសាទពន្លឺនៅកណ្ដាលទីក្រុងប្រជាជនកំពុងរត់គេចស្លិនស្លោទីហ៊ានរដ្ឋពាន់នាក់ព្យាយាមបាញ់ព្រួញភ្លើងនិងប្រើមន្តអាគមការពារប៉ុន្តែឥតប្រយោជន៍ព្រួញទាំងនោះបានផ្លាតចេញពីស្បែកដែករបស់វាអស់លោកគ្រូកែវឈរយ៉ាងស្ងប់ស្ងាត់នៅលើកំផែងក្រុងសម្លឹងមើលសត្រូវដ៏ធំសម្បើមនោះបងធំមេតបម្នាក់ស្រែកឡើងសូមលោកគ្រូជួយពួកយើងផងវានឹងបំផ្លាញប្រាសាទពន្លឺឥឡូវហើយលោកគ្រូកែវបិទភ្នែកមួយសន្ទុះផ្ចង់ស្មារតីលោកមិនមែនជាអ្នកប្រាកម្លាំងបាយដោយលោកគ្រូភឿនឬមន្តគាថាដោយលោកគ្រូឋានទេជំនាញរបស់លោកគឺមេត្តាធម៌និងការគ្រប់គ្រងជីវិតលោកគ្រូកែវបើកភ្នែកឡើងរួចសូត្រមន្តថាអមហាหิមពៀនអើយចូលផ្ដាល់កម្លាំងឲ្យអញភ្លាមនោះសត្វព្រៃរាប់ម៉ឺនសែនក្បាលបានរត់ចេញពីព្រៃជុំវិញទីក្រុងដំរីព្រៃរាប់រយក្បាលបានស្ទុះទៅវាយប្រហារជើងរបស់អសរាដៃវងបក្សីឥន្ទ្រីយៈបានហោះទៅជឹកភ្នែករបស់វាវងខ្លានិងតោបានលោតឡើងខំទៀងគ្រឿងដែករបស់វាតែអសរាដែកគ្រាន់តែក្រវីដៃដ៏ធំរបស់វាប្រៅសត្វទាំងនោះបានខ្ទាតខ្ចាយដោយស្លឹកឈើហាហាហាសំឡេងរបស់អសរាដែកលាន់ដោយផ្កើលាន់ជីវិតសត្វតូចតាចទាំងនេះមិនអាចបញ្ឈប់ដែកថែបនៃសេចក្តីវិនាសបានទេវាលើកដៃដ៏ធំរបស់វាឡើងត្រៀមទម្លាក់កំទេចប្រាសាទពន្លឺលោកគ្រូកែវដកដង្ហើមធំមើលទៅគ្មានផ្លូវផ្សែងទេជំនួសឲ្យការវាយប្រហារលោកគ្រូកែវស្រាប់តែហោះឡើងទៅលើអាកាសទៅឈរចាំពីមុខក្បាលរបស់អសរាដែកអញធ្វើស្អីអសរាដែកឆ្មល់លោកគ្រូកែវមិនឆ្លើយតបលោកដាក់បាតដៃទាំងពីររបស់លោកទៅលើថ្ងាសដែកដ៏ត្រជាក់របស់វារួចបិទភ្នែកម្ដងទៀតមន្តអាគមមេត្តាបត់បញ្ជាដួងចិត្តនេះគឺជាមន្តអាគមដ៏គ្រោះថ្នាក់បំផុតលោកគ្រូកែវកំពុងប្រាថាមពលចិត្តរបស់លោកទាំងអស់ធ្វើដំណើរចូលទៅក្នុងមនសិការរបស់អសរាដែកនៅខាងក្នុងវាភពខ្មៅងងឹតមិនមែនជាគ្រឿងយន្តទេតែជាព្យុនៃសេចក្តីស្អប់ខ្ពើមនិងការឈឺចាប់នៅចំកណ្ដាលព្យុនោះលោកគ្រូកែវបានឃើញវិញ្ញាណមួយដែលត្រូវបានស្ទេចបិសាចក្រុងរាត្រីចាប់យកមកឃុំឃាំងបង្ខំឲ្យជំរុញរូបកាយដែកនេះវិញ្ញាណនោះកំពុងតែយំសោកចូលស្ងប់ចុះសំឡេងរបស់លោកគ្រូកែវបន្លឺឡើងក្នុងពិភពងងឹតនោះអញមិនមែនមកបំផ្លាញឯងទេអញមកដើម្បីរំដោះឯងគ្មាននរណារំដោះអញបានទេវិញ្ញាណនោះស្រែកឡើងអញត្រូវតែបំផ្លាញអញត្រូវតែឈឺចាប់សេចក្តីឈឺចាប់អាចព្យាបាលបានដោយសេចក្តីមេត្តាលោកគ្រូកែវឆ្លើយតបយ៉ាងទន់ភ្លន់លោកចាប់ផ្ដើមបញ្ចេញពន្លឺពណ៌មាសដ៏កក់ក្ដៅចេញពីរូបកាយរបស់លោកពន្លឺនោះគឺជាមេត្តាធម៌ដែលលោកបានសន្សំទុករាប់រយឆ្នាំពន្លឺនោះបានរាលដាលទៅបវិញ្ញាណដ៏ខ្មៅងងឹតនោះក្តៅណាស់ឈប់ភ្លាមវិញ្ញាណនោះស្រែកដោយការឈឺចាប់ពេលដែលមន្តខ្មៅរបស់ស្ទេចបិសាចកំពុងត្រូវរលាយចូលទទួលយកពន្លឺនេះហើយទៅកាន់សុគតិភពឆោះនៅខាងក្រៅអសរាដែកដែលកំពុងលើកដៃត្រៀមបំផ្លាញប្រាសាទស្រាប់តែឈប់កាំងស្ងៀមផ្នែកពណ៌ក្រហមរបស់វាចាប់ផ្ដើមភ្លឹបផ្លែតបន្ទាប់មកពន្លឺពណ៌មាសបានចាំងទម្លុះចេញពីគ្រប់សន្លាក់នៃគ្រឿងដែករបស់វាប្រេះគ្រឿងដែកដ៏ធំសម្បើមនោះចាប់ផ្ដើមប្រេះស្រាមហើយរលាយคล้ายជាធូលីដីបញ្ចេញវិញ្ញាណមួយដែលភ្លឺចិញ្ចាចហោះឡើងទៅលើមេឃបាត់តីលោកគ្រូកែវធ្លាក់មកដីវិញហត់នឿយស្ទើរដាច់ខ្យល់តើលោកបានជោគជ័យទីក្រុងមាសត្រូវបានសង្គ្រោះលោកគ្រូកែវមិនទាន់តែបានសម្រាកស្រួលបួលផងស្រាប់តែមេឃដែលត្រូវតែភ្លឺថ្លាបន្ទាប់ពីអសរាដែករលាយបែរជាប្រែជាងងឹតខ្មៅទៅវិញសំឡេងសើចដ៏ព្រឺព្រួចរបស់ស្ទេចបិសាចក្រុងរាត្រីបានលាន់ឮពេញពិភពលោកហាហាហា
ធ្វើបានល្អណាស់គ្រូអាគមទាំង3ល្អមែនទែនលោកគ្រូកៅភ័យតក់ស្លុតមានរឿងអីនៅទិសខាងកើតពន្លឺពណ៌បៃតងថាមពលមច្ចុរាជរ៉ូហ្គាបានហក់ឡើងលើមេឃនៅទិសខាងលិចពន្លឺពណ៌ស្វាយថាមពលមេតបម៉ាយ៉ាបានហក់ឡើងលើមេឃហើយនៅទីនេះពន្លឺពណ៌ខ្មៅថាមពលអស្រាដែកក៏បានហក់ឡើងលើមេឃដែរពន្លឺទាំង3នោះបានហក់យ៉ាងលឿនតែជួបគ្នានៅច្រឡងភ្នំខ្មៅដែលជាទីតាំងដើមនៃត្រាសំឡេង State Beside បន្តពួកអញគិតថាមេតបទាំង3នោះជាកម្លាំងរបស់អញមែនទេពួកវាគឺជាត្រាទាំង3ដែលឃុំអំណាចពិតរបស់អញ500ឆ្នាំមុនពួកអញបិទត្រាអញដោយបំបែកអំណាចអញជា3ផ្នែកមួយយកទៅឃុំជាមួយវិញ្ញាណទាំង3នោះឥឡូវនេះពួកឯងបាងរំដោះពួកឯងបាងបំផ្លាញត្រាទាំង3ដោយខ្លួនឯងថាមកពុនទាំងអស់បាងវិលត្រឡប់មករកអញវិញហើយលោកគ្រូកែវស្ទើរតែដួលទាំងចំហលោកគ្រូភឿននិងលោកគ្រូឋានក៏បានធ្វើដំណើរមកដល់ក្បែរលោកគ្រូកែវតាមរយៈមុនបងរុនដៃទាំងទឹកមុខស្លែកស្លាំងបងកែវយើងចាន់បកវាហើយលោកគ្រូឋាននិយាយទាំងខំថ្មិញនៅឯច្រឡងភ្នំខ្មៅរូបរាងដ៏ធំសម្បើមមួយបានងើបចេញពីដីវាងឹតជាងរាត្រីមានភ្នែករាប់ពាន់ហើយថាមពលរបស់វាខ្លាំងជាងមេតបទាំង3បូកបញ្ជូលគ្នារាប់រយដងស្ទេចបិសាចក្រុងរាត្រីបានរួយខ្លួនហើយលើកនេះវានៅក្នុងទម្រង់ដ៏ពិនលែងបំផុតគ្រូអាគមទាំង3សម្លឹងមើលគ្នាទៅវិញទៅមកពួកគេហត់នឿយខ្លះមានរបួសតែពួកគេដឹងថាការប្រយុទ្ធចុងក្រោយទើបតែចាប់ផ្ដើម